Chàng chân đòi AB nâng BC diện cắt nụ hai chà ô cối chà càng từ BC trong này OP càng từ AB nữa chà miến OP cay nắng AB trong này ô cuối càng từ nắng BC chẳng cho thơm đá nó không đồng buồn muối ô chip chất cái này trong nàyបន្ទាត់ដែលគូចេញពីផ្ចិតហ្នឹងទឹកកែងនឹងអង្កត់ធ្នូគឺកែងត្រង់ចំណុចកណ្ដាលណាអញ្ចឹងបើសិនជា AB កែងជាមួយ OP ត្រង់ P អញ្ចឹង P ជាចំណុចកណ្ដាលនៃអង្កត់ AB ចាបើជាចំណុចកណ្ដាលចាយើងអាចថានោះចា AP ស្មើនឹង PB ស្មើ AB លើ2ចាព្រោះវាពាក់ព័ន្ធជាមួយនឹង AP ចំណែកឯដូចកន្លែងនេះដូចគ្នាដែរចាអូគុយអញ្ចឹងជាបន្ទាត់ដែលគូចេញពី O ចាទៅកាន់ BC ហើយកែងនឹង BC ត្រង់គុយអញ្ចឹងមានន័យថាគុយក៏ជាចំណុចកណ្ដាលនៃអង្កត់ BC ឬក៏អង្កត់ធ្នូ BC ណាចាជាចំណុចកណ្ដាលនៃ BC ចាអញ្ចឹងគេបានចាចង់រក BC ណាអញ្ចឹង BC ចាស្មើនឹងចា B គុយចាកូននឹងក្នុង2ពីព្រោះអីចាបើគុយជាចំណុចកណ្ដាល B គុយនិងគុយ C ទៅស្មើគ្នាអញ្ចឹងចង់រក BC យើងអាចស្មើ B គុយគុណនឹង2ណាចាតាមសមត្ថកម្មចា AB មានរង្វាស់ស្មើ25សង់ទីម៉ែត្រចំណែកឯ B គុយមានរង្វាស់ស្មើ6.5សង់ទីម៉ែត្រអញ្ចឹងគេបានចាAP ចាកន្លែងនេះកញ្ញា AP ណាAP ស្មើនឹងចា AB លើ2គឺ25លើ2ចាស្មើ12.5សង់ទីម៉ែត្រចំណែកឯ B គុយជាសំទុក BC ស្មើនឹង6.5 គុណនឹង2ស្មើ13សង់ទីម៉ែត្រចាអញ្ចឹងអានេះជាចម្លើយនៃលំហាត់ប្រតិបត្តិរបស់យើងណាគឺAP គឺស្មើ 12.5 សង់ទីម៉ែត្រចំណែកឯអង្កត់ធ្នូ BC មានរង្វាស់ស្មើ 13 សង់ទីម៉ែត្រ